ពីថ្វាយបង្គំគ្រូតាមរបៀបអន្ត្រីសម្ដែងរិទ្ធមានស្រុកកំណើតនៅភូមិជាក្រៃខេត្តសៀមរាបបង្ហាត់ដោយលោកគ្រូធុនសុភាលោកស្រីនិងកញ្ញាក៏សូមស្វាគមន៍មកបានខ្លាំងទៅដល់កីឡាករបង្គោលក្រហមអ្នកប្រយុទ្ធដែនដីអង្គរធុនជាស្រាដល់ឡៃសមាជិកកីឡាករបង្គោលខៀវម៉ាឌីហ្សាហេឌៀនដែលគេទើបតែឈ្នះខំសូរិយាកាលពីមួយខែមុនគេមានអាយុ17ឆ្នាំកម្ពស់1.78 ម៉ែត្រទម្ងន់60គីឡូក្រាមធ្លាប់ឈ្នះការប្រកួត28លើកចាញ់តែ2លើកតែប៉ុណ្ណោះនៅក្នុងនោះផ្ដួលដៃគូមិនអោយតដៃបានរហូតដល់20លើកប្រកួតចុងក្រោយផ្ដួលដៃគូនៅក្នុងទឹកទី1ហើយនៅក្នុងការប្រកួតចុងក្រោយនៅកម្ពុជាគឺគេយកឈ្នះកីឡាករខំសូរិយានៅសង្វៀន Extreme Cambodia គុនខ្មែរ Excellency Lady and Gentlemen please welcome Blue Corner from Iran Madi Sahedin មកគូនេះបាទនឹងធ្វើបងប្អូនរបស់យើងគឺជួចិត្តហើយផ្ញើជូនចិត្តដឹកជូនទៅកាន់បងប្អូនដែលទស្សនាតាមរយៈការផ្សាយផ្ទាល់ពិសេសបាទនៅលើកញ្ចក់ទូរទស្សន៍ហងមា HD TV ហងមាគុណខ្មែរហងមា Boxing ប្រព័ន្ធទូរទស្សន៍ផ្កាយរណប Cambodian DTH UHD បាទបងប្អូនទស្សនានៅលើ page ផ្លូវការរបស់ហងមានិងទឹកវិសាលកម្ពុជាបងប្អូនទៅសើតាច្បាស់ត្រជាក់ភ្នែកបងប្អូនទស្សនាតាម YouTube កាន់តែច្បាស់ត្រជាក់ភ្នែកបន្ថែមទៀតហើយបើសិនជាប្រើប្រាស់ជាមួយនឹងថា DTH UHD ច្បាស់1គុណនឹង4បាទនៅលើ page ជាង page ផ្លូវការរបស់យើងទៀតចឹងបងប្អូនរបស់យើងបាទកុំភ្លេចណាចូលរួមគាំទ្រគុណខ្មែរដល់គ្នាផ្សព្វផ្សាយគុណខ្មែរ share ចែករំលែកការប្រកួតអស្ចារ្យមួយទៅកាន់ពិភពលោកបាទតាមរយៈក្រុមហ៊ុនខ្មែរ Beverages និងហងមា HD TV អរគុណដល់ខ្មែរ Beverages ម្ចាស់ពាណិជ្ជសញ្ញានៅទឹកពិសាកម្ពុជាអរគុណដល់ធនាគារជីបម៉ុងបាទដៃគូអាជីវកម្មដ៏ជោគជ័យជូនទៅកាន់បងប្អូនរបស់យើងអរគុណទៅដល់ធនាគារជីបម៉ុងដែលបានជួយសម្រួលលក្ខន្តិកៈហិរញ្ញប្បទានបាទបងប្អូនដែលចង់បានប្រាក់កម្ចីក្នុងវិស័យកសិកម្មបងប្អូនប្រជាកសិករបងប្អូនដែលជាឈ្មួញទិញស្រូវទិញគ្រាប់ស្វាយចន្ទីបងប្អូនដែលធ្វើការងារតាក់ទងជាមួយនឹងផ្នែកកសិកម្មបាទធនាគារជីបម៉ុងនឹងផ្ដល់អត្ថិភាពជូនទៅកាន់បងប្អូនរបស់យើងដើម្បីចូលរួមជួយសាងគ្រឹះដ៏រឹងមាំនៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាអរគុណដល់ធនាគារជីបម៉ុងចឹងបងប្អូនកុំភ្លេចបើកកុងធនាគារគណនីរបស់ធនាគារជីបម៉ុងបងប្អូនទទួលបានអត្ថប្រយោជន៍កាន់តែច្រើនកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីលោកកញ្ញាកណ្ដាលលោកបឺតសំខាន់បាទកីឡាករទាំងពីរគឺបានស្ដាប់នៅលក្ខណៈពីលោកគ្រូអញ្ញាកណ្ដាលបឺតសំខាន់រួចហើយបាទត្រៀមចាប់ផ្ដើមការប្រកួតបាទបងប្អូនមុននឹងចាប់ផ្ដើមការប្រកួតសូមសំឡេងហូទាំងអស់គ្នាមួយមកចាក្រមត្រៀមប្រងព្រឹត្តប្រកួត Extreme Cambodia គុនខ្មែរគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1បាទគណៈធិបតីលោកស្រីនិងកញ្ញាជាទីមេត្រីលោកអ្នកកំពុងតែតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ហងមាសរស្មីហងមាសនិងប្រព័ន្ធទូរទស្សន៍ការណប Cambodia DTH UHD បងប្អូនកុំភ្លេចចុច share ផងដើម្បីបងប្អូនយើងបានទស្សនាបន្តបាទនៅលើ page ផ្លូវការរបស់ហងមាសនិង page ផ្លូវការរបស់ទឹកបរិសុទ្ធកម្ពុជាអាយ៉ាធុនជាស្ដាអ្នកសៀមរាបនៅទីក្រែងហើយមកប៉ះជាមួយអ្នកអេរ៉ង់ហើយចេស្តានេះគេទៅតែបបាក់អេរ៉ង់នៅទឹកទី2ហើយសាហាឌៀននេះគាត់ទៅយកឈ្នះបន្ទុកខំសូរិយាកូនតើរបស់លោកគ្រូបឺតហាំអាយ៉ាចាក់ជើងក្រោមអូចេស្តាខាងកលេចឃើញដៃគូប្រគេពីម្សិលមិញឃើញដល់វ៉ៅហើយនេះបានកម្ពស់អីយ៉ាងនេះតែកម្ពស់មិនអីទេកម្ពស់កពោគ្រាន់តែតួលេខមួយឯងសំខាន់នឹងក្បាច់គុណនេះមកក្បាច់គុណកម្លាំងយុទ្ធសាស្ត្រយុទ្ធសិលតែយើងក៏ទៅប្រោអាយអូជង្គង់ហោះបាទរបស់សាហេឌៀនសាអាយ៉ាអាមេតែអត់បាញ់ទេបាទគេថាបញ្ចូលក្របហើយតែអត់ហ៊ានកេះកាយណាក្តាប់ដៃខាងឆ្វេងរបស់ចេស្តាចាក់ជើងក្រោមមួយបាទអាយអូយកែងបុកកណូតរបស់សាហេឌៀននេះគាត់មកសង្វៀនបើយើងលើកដំបូងគឺគាត់ចាញ់សវណ្ណស្កាយណារោក្តាប់ដៃគ្នាទៅវិញទៅមកអាយ៉ាចូលទៅវិញទៅមកណាទៅមួយទៀតហើយណាបាទជង្គង់ទៅជង្គង់មកអត់បញ្ហាទេជង្គង់ក៏សំណំសនួនដែរបាទសម្រាប់សាហេឌៀនលោកគ្រូអញ្ញាកណ្ដាលលោកគ្រូបឺតសំខាន់តកូលបឺតនេះគឺអុកលុកនៅក្នុងពិភពគុណខ្មែរយើងយូរណាស់មកហើយបាទធាក់ទុំមួយសិនដើរចូលលោកក្តាប់ដៃខាងស្ដាំរបស់សាហេឌៀនធុនជាស្ដាព្យាយាមចាចិត្តនឹកទៅដល់លោកគ្រូធុនសុភាបាទ
លោកគ្រូធុនកាពីចូលកន្លែងនេះមួយទៀតខាវទៅខាវមកចូលកន្លែងនេះអូមកកែងរបស់សាហេឌៀនអត់អីដែរចូលកូនសិស្សរបស់លោកគ្រូធុនកាពីធុនបណ្ណាទៅបាត់ដបងស្អែកប៉ះជាមួយកីឡាកររងដែរបដូរក្តាប់ដៃគ្នាចូលទៅហើយធុនចេតនាលោកកន្លែងនេះមួយសិនធាក់ទុកមួយច្រត់អេសីមួយនេះមិនធម្មតាទេសាហេឌៀនអាយ៉ាចេតនាចាប់ដើមសេរីត្រង់ហ្នឹងឃើញចំណុចកន្លែងណាដែលអាចឆាន់បានអាចជង្គង់របស់សាហេឌៀនចេតនានៅត្រាចូលដដែលវាយទៅលើក្បាលពោះមកពីសំណាក់ធុនចេតនាសាហេឌៀនថយចូលក្តាប់ដៃមួយម៉ាត់លវីក្បាលអត់អីទេជើងក្រោមលូកក្តាប់ដៃរបស់ធុនចេតនាកែងអូយស្វិតដូចគ្នាគេថាស្វិតដូចគ្នាទៅឲ្យចូលលោកប្លុតមកចេតនានេះមកជំនួសធុនទីហៅណាបាទទីហៅគាត់ដោយសារបញ្ហាសុខភាពទូរងមែនក៏ប៉ុន្តែមិនធម្មតាទេញាក់សាច់ទៅត្រើតដូចកង្កែបប្លាអំបិលចឹងណាចូលទៅទៀតចូលក្តាប់ដៃចេតនាដើរចូលធាក់ទុកមួយសិនអាយ៉ាសាឌៀនថយជាប់ទឹកទី1 and of first round នេះជាអរគុណច្រើនបងប្អូនស្វាគមន៍ជួបបន្តកាន់សង្វៀន Extreme ខ្ញុំគុណខ្មែរចុះសាហេឌៀនមិញយើងនិយាយលេងប្រអាប់គាត់លេងបាទគាត់សោយគាត់ស្ដាប់បានទេអីលោកពីឡុតបាទគាត់ស្ដាប់ខ្មែរបាន សារខ្មែរនេះទសាកីឡាករបរទេសយើងគាត់បាត់ទេណានារីខ្មែរយើងទុនភ្លុនបានស្នាមញញឹមស្អាតស្នាមញញឹមប្រជាជនខ្មែររបស់យើងបងប្អូនបរទេសណាមកដល់ទឹកដីអច្ឆរិយៈរបស់យើងបាននឹងចងចាំស្នាមញញឹមចឹងបងប្អូនរបស់យើងគ្រប់ខេត្តគ្រប់កុំភ្លេចញញឹមទៅកាន់ភ្ញៀវទេសចរអរគុណច្រើនបងប្អូនអរគុណដល់ខ្មែរបេវរីជីម្ចាស់ពាណិជ្ជសញ្ញាទឹកវិសាលកម្ពុជាហើយយើងមានផលិតផលថ្មីដូចជាបាទភេសជ្ជៈពឹងកម្លាំងកម្ពុជា Cambodia Cola បាទយើងមាន Express រសជាតិត្រសក់ផ្អែមចុះបងប្អូនសាកល្បងណាសុទ្ធតែជាផលិតផលដែលមានគុណភាពផលិតផលស្តង់ដាររោងចក្រលំដាប់ពិភពលោកទិញផលិតផលរបស់ខ្មែរបេវរីជីបងប្អូនទី1គឺបានចូលរួមជួយគ្រប់គ្រងផលិតផលខ្មែរទី2ផ្ដល់ការងារឲ្យកូនខ្មែរធ្វើទី3ជួយសេដ្ឋកិច្ចជាតិទី4ជួយចូលរួមផ្សព្វផ្សាយផលិតផលក្នុងស្រុករបស់យើងប្រកួតប្រជែងជាមួយទៅលើទីផ្សារអន្តរជាតិអរគុណឥឡូវនេះសូមទស្សនារូបភាព slow motion បាទឥឡូវនេះយើងមកទស្សនារូបភាពយឺតទឹកទី1តត់មកជើងរបស់សាហេឌៀនលូកជង្គង់ហោះមួយរបស់សាហេឌៀនចំបោះកែងមួយរបស់សាហេឌៀនហ៊ុនជាស្ដាខៅឆ្វេងអត់បញ្ហាសាហេឌៀនទៅហើយកន្លែងនេះលូកស្ដាំខៅពួតទឹករបស់ជាស្ដាសាហេឌៀនបុកកណូតកែងចូលមួយរបស់សាហេឌៀនលូកឆ្វេងពួតទឹកលូកស្ដាំកន្លែងនេះធារបស់សាហេឌៀនអ្នកទឹកចេញក្រៅ second round Extreme Cambodia គុនខ្មែរគុំមិត្តភាពអន្តរជាតិកម្ពុជារងទឹកទី2 round 2បាទឥឡូវនេះយើងមកទស្សនាទឹកទី2បាទគូពិសេសអន្តរជាតិបុកកែងមួយរបស់សាហេឌៀនទឹកជ័យមួយទៀតរបស់សាហេឌៀនទឹកមួយទៀតរបស់សាហេឌៀនទឹកមួយទៀតសងរបស់ជាស្ដាវិញអត់ចំអូហូយដួលដាច់ជិតទល់ហើយតែមិនទៅអីទេអ៊ុយយ៉ាលូកកៅស្ដាំរបស់ធុនជាស្ដាជឡូស្ដាចេញលូកជួយស្ដាំជាស្ដានៅទៅឲ្យចូលកៅជួយស្ដាំចាប់ជាប់អត់ចំទេតរបស់សាហេឌៀនជាស្ដានៅទៅគៀងធាក់របស់ជាស្ដាធុនជាស្ដាក៏សុទ្ធគូទុនវាអូហូធាក់លូកវិញរបស់សាហេឌៀនតក់ជើងស្ដាំខៅស្ដាំរបស់ជាស្ដានៅទៅឲ្យចូលទឹកពីរឲ្យលូកស្ដាំមួយទៀតគៀងលូកឆ្វេងលូកស្ដាំរបស់សាហេឌៀនខៅស្ដាំរបស់ជាស្ដាអត់ចំកងមួយទៀតបញ្ហាចាប់គ្រាជាប់អត់ទេតែជើងក្រោមរបស់សាហេឌៀនទឹកជើងក្រោមរបស់សាហេឌៀនទឹកសងរបស់ជាស្ដាទឹកសងវិញរបស់សាហេឌៀនលូកជួយស្ដាំរបស់ជាស្ដានៅទៅឲ្យចូលកៅជួយស្ដាំអូហូយកៅជួយរបស់ជាស្ដាលូកជួយស្ដាំជង្គង់បោះរបស់ជាស្ដាចាប់គ្រាជាប់អាយ៉ាលូកខៅជួយរបស់ជាស្ដាអត់បញ្ហាបុកកែចូលរបស់ជាស្ដាមួយទៀតលូកស្ដារបស់សាហេឌៀនជឡូជាស្ដានៅទៅឲ្យចូលជឡូរបស់សាហេឌៀនជាស្ដាលូកតែឆ្វេងចាត់តុងរបស់សាហេឌៀនតត់ជើងឆ្វេងរបស់សាហេឌៀនអត់បញ្ហារងជាប់ជាស្ដាគៀងកៅឆ្វេងរបស់ជាស្ដាធាក់តុបរបស់សាហេឌៀនលូកឆ្វេងរបស់ជាស្ដាតុបសងរបស់សាហេឌៀន1-2ជាស្ដាកៅឆ្វេងជាស្ដាដើរចូលហ៊ុនជាស្ដាក៏សុទ្ធគូទុនកាពីលូកឆ្វេងសាច់ចាប់ចង់បែកជើងរបស់អូហូយបាទបន្តការប្រកួតអត់បញ្ហាលូកស្ដាប់ឆ្វេងរបស់សាហេឌៀនធ្វើយក cross មើលបញ្ហាអត់ចំទេជាស្ដាចូលមកលូកឆ្វេងខ
ខាវជួយស្ដាប់អត់ចំជាស្ដាប់នៅទៅចូលលុកជួយស្ដាប់ជាស្ដាប់នៅទៅចូលខាវជួយអត់ចំតែវាយមកកម្រិតពេកត្រួយញ៉ាកដាប្រាប់សិនវាយណាអត់អាចរត់បានទេមកវាយមិនមែនមករត់ទេគូទី1 2របស់ជាស្ដាប់មកសាហេឌៀនលុកជួយស្ដាប់ទឹកត្រប់កាប់កូនផ្លូវមួយលុកខាវជួយចាក់កូនផ្លូវមួយរបស់ជាស្ដាប់ចង់បើកខ្លួនឯងខាវស្ដីស្ដាប់ក៏ជើងក្រោមទុករបស់សាហេឌៀនលុកទឹកជើងក្រោមរបស់ជាស្ដាប់ហើយមានលុកស្ដាប់ទឹកជើងរបស់ជាស្ដាប់គាត់ស្ដាប់របស់ជាស្ដាប់គាត់ស្ដាប់អីយចូលអីគាត់គិតជាប់លុកស្ដាប់មួយរបស់សាហេឌៀនលុកជួយរបស់សាហេឌៀនមួយទៀតមកកែរបស់សាហេឌៀនអូយលុកក៏សេលុកស្ដាប់របស់សាហេឌៀនយ៉ាមានរឿងអើយលុកជួយមួយលុកជួយរបស់សាហេឌៀនគេស្ដាប់នៅឲ្យចូលចាប់ជើងក្រោមអីយលុកជួយស្ដាប់របស់សាហេឌៀនអីយ៉ាលុកស្ដាប់លុកជួយរបស់ជាស្ដាប់អត់ចប់គាត់របស់សាហេឌៀនទឹកសោបាទឥឡូវយើងទៅចាប់អារម្មណ៍បាទរូបភាពបាទយឺតបាទមុននឹងបន្តទៅទស្សនាបាទទឹកទី3បាទកន្លែងនេះហក់ដល់ស្អាតមែនទែនរបស់សាហេឌៀនតែយ៉ាងណាជង្គង់របស់អ្នកប្រយុទ្ធដែនដីអង្គរបាទធុនជាស្ដាក៏មិនធម្មតាដែរបាទនៅទឹកទី2យើងឃើញថាកីឡាកររបស់អ៊ីរ៉ង់គេហាក់បីដូចជំនាញព្រៀបទៅលើកីឡាករបាទនៅប្រេងជញ្ជាក់កម្ពុជាយើងកន្លែងនេះបាទទាត់អីអូយបាទចង់ល្អដួលចូលក្តាប់ដៃស្អាតមែនទែនក្តាប់ដៃខាងស្ដាំណែគប់កែងមួយក្បករបស់សាហេឌៀនតែមិនថ្មីនៅក្នុងទឹកទី2រងចាំទស្សនាទឹកទី3អ្នកទឹកចេញក្រៅ Signal Extreme Cambodia គុនខ្មែរគូមិត្តភាពអន្តរជាតិកម្ពុជារងទឹកទី3ជាទឹកផ្ដាច់ព្រាត់ Final Round បាទទឹកទី3គឺជាទឹកកាត់សេចក្តីចុងក្រោយហើយអញ្ចឹងកីឡាករទាំងពីរប្រកួតអស់ពីសមត្ថភាពខ្ញុំជឿជាក់ទៅលើធុនជាស្ដាតាមមកគឺដឹងតែបាយហើយអាយអូយមកជើងកន្លែងនេះរបស់សាហេឌៀនបាទម៉ាឌីសាហេឌៀនយើងម៉ាឌីអាយ៉ាធាក់ច្រត់ឯស្អីមួយទៀតទាត់ជើងក្រោមមួយរបស់ជាស្ដាទៅរិចបាន2ដៃលូកក្តាប់ដៃខាច់ឆ្វេងមួយរបស់ជាស្ដាចូលស្ដាប់ក្តាប់អាយូពេញកន្លែងនេះមកដៃចូលមកដៃសងវិញរបស់ម៉ាឌីសងទៅវិញទៅមកដូចគ្នាចលោយកដៃទិញទប់ចូលកែងមួយអត់អីជាស្ដាហក់កន្លែងនេះអត់អីទេបដូរក្តាប់ដៃគ្នាសិនបដូរក្តាប់ដៃគ្នាសិនបងប្អូនអ្នកខាត់បាត់ដំបងណាកាមេរ៉ា Super Warrior គុនខ្មែរយើងស្អែកដល់ហើយណានៅវាលបៃចានកន្លែងនេះមកចាប់ពីម៉ោង3យប់តទៅចូលមកព្យាយាមទប់មួយសិនធាក់ទប់មួយហើយសង្វៀន Extreme របស់យើងសប្តាហ៍ក្រោយតម្រៃយល់ដៃពេជ្របុនសិតចូលកន្លែងនេះម៉ាំងបាច់ទឹកខ្ចាយរបស់ម៉ាឌីថយទៅក្រោយបន្តិចសិនលោកគ្រូអញ្ញាក្រាបបឺតសំខាន់ក៏គាត់ព្យាយាមសម្លឹងទៅលើកីឡាករទាំងពីរក្រែងលោកគេថាឥឡូវលោកបឺតសំខាន់គាត់ហៅកីឡាកររងហើយណាកុំរត់ណាដុនរ៉ាន់ណាណាចូលទៅបន្តទៀតចូលទៅកន្លែងនេះក្តាប់ដៃទៅវិញទៅមកដូចគ្នាចូលទៅម៉ាំងបាច់ទឹកចាយបាច់ទឹកមកដៃម៉ាំងអីអូយមកបានខ្សែសង្វៀនជួយទប់ធុនជាស្ដាបាទបើអត់មានអាចទៅក្រោមកន្លែងនេះចូលមកដៃកន្លែងនេះពេញបឹបចូលទៅទៀតធុនជាស្ដាជីខ្ញុំដៃចូលបឆោតមួយអាយយលឿនណាស់បាទជើងរបស់ម៉ាឌីសាហេឌៀនជាស្ដាក្តាប់ដៃខាវមួយឆ្វេងមួយស្ដាំមួយខាវខាងឆ្វេងមួយទៀតរបស់ជាស្ដាដល់ចូលវាយទៅលើធុងទឹកមួយធាក់ទល់មួយសិនជាស្ដាវាយទៅលើធុងទឹកចូលក្តាប់ដៃកន្លែងនេះមកដៃមកវិញរបស់ម៉ាឌីសាហេឌៀនសងទៅសងមកក្តាប់ដៃនេះទៅបោ2 3ដៃរបស់ជាស្ដាទៅទៀតហើយធាក់ទប់មួយរបស់ម៉ាឌីក្តាប់ដៃកន្លែងនេះខាវមួយទៀតដើរចូលបន្តទៀតលោកក្តាប់ទៅមកแล้วគ្រាកជាប់កន្លែងនេះអាយ៉ាចូលក្តាប់ដៃកន្លែងនេះចូលខាវមួយចូលពេញកន្លែងនេះធុនជាស្ដាវពេញបន្តទៀតសប្តាហ៍ក្រោយមកក្រៅពីតម្រៃយកដៃពេជ្របន្តិចក៏យើងមានធុនស៊ីហុងផងដែរហើយយយដើរចូលលោកក្តាប់ដៃកន្លែងនេះលោកក្តាប់ដៃកានេះធុនចំណាប់មកឲ្យទឹកដែរណាបាទធុនចំណាប់បាទប្អូនរបស់ធុនបណ្ឌិតឥឡូវពេលវេលានៅសល់8វិនាទីទៀតទេចេះស្ដាប់ដល់ចូលប្រូក្តាប់ដៃគ្នាចង់ទឹកហើយចាប់ទឹកទី3បានរវាងជាស្ដានិងសាហេឌៀនដែលកណ្ដាប់ដៃបដូរកន្លែងនេះពីជាស្ដាទៅលើសាហេឌៀន
មកបដូរទៅទៀតហើយណែលោកឲ្យឆ្វេងមួយទៀតលោកឲ្យឆ្វេងសោះមួយថែមមកស្ដាំបញ្ជូនមកពីសាហេឌៀនដរិចស្ដាំបញ្ជូនឆ្វេងទៀតឆ្វេងស្ដាំពីចេស្តាណែកណ្ដាប់ដៃពីចេស្តាដេញយល់បាទរវងបញ្ចាំឆ្វេងពីសាហេឌៀនបាទមានទៅមានមកសម្រាប់លើចៅក្រមទាំង5ហើយនឹងគណៈវិនិច្ឆ័យនៅពេលបន្តិចទៀតនេះខ្ញុំមិនទាន់បានកណ្ដាស់បន្ទុទេឥឡូវនេះគណៈវិនិច្ឆ័យកំពុងតែបូសរុបលទ្ធផលហើយបងប្អូនអ្នកទស្សនាផ្ទាល់ប្រកាសជាអារម្មណ៍រំភើបហើយជក់ចិត្តជាងបងប្អូនយើងទស្សនាតាមរយៈទូរស័ព្ទបាទ tablet ឬក៏កញ្ចក់ទូរទស្សន៍បងប្អូនជួយកាត់សេចក្តីនេះមើលក្រហមឬខៀវឬក្រហមច្បាស់ហើយអូខេអរគុណច្រើនវគ្គក្រោយបងប្អូនបានទស្សនាជាមួយនឹងគូពិសេសអន្តរជាតិមួយគូទៀតបាទខំខ្លារាជប្រកួតជាមួយនឹងកីឡាករអ៊ីរ៉ង់អញ្ចឹងបងប្អូនណាហើយគូឯកប្រចាំសប្តាហ៍នេះមឿនសុខហុចប្រកួតជាមួយកីឡាករអ៊ីរ៉ង់ដូចគ្នាអញ្ចឹងបងប្អូនត្រៀមក្នុងប្រភេទបាទទម្ងន់65គីឡូក្រាមបាទធានាថាប្លែកពិសេសបាទជក់ចិត្តជូនទៅកាន់បងប្អូនយើងអ្នកស្នេហាវិស័យប្រដាល់គុណខ្មែរបាទទាំងក្នុងនិងក្រៅប្រទេសផ្ញើជូនចិត្តលឹកជូនទៅកាន់បងប្អូនដែលទស្សនាតាមរយៈហង្សមា HD TV នៅបារាំងកាណាដាអង់គ្លេសសហរដ្ឋអាមេរិកអូស្ត្រាលីបាទកូរ៉េខាងត្បូងនិងបណ្ដាប្រទេសជាច្រើនបាទគណៈធិបតីជាទីគោរពអស់លោកស្រីនិងនាងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត3ទឹកពេញចៅក្រមសម្រាប់ជូនជ័យជំនះទៅលើកីឡាករបង្គោល The Blue Corner